បាទសួស្តីមិត្តជាងជាទីស្រឡាញ់ទាំងអស់គ្នាសម្រាប់set review ដែលយើងបាន active ហើយតែដល់ពេលយើងប្រើសស្រុកសាប់តែបាត់អញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែមើលទៅលើអង្គទីvirus ជាមុនសិនបាទអង្គទីvirusយើងអាចចុចមើលកន្លែងនេះក៏បានដែរសញ្ញានេះណាបាទមើលកន្លែងនេះក៏បានឬបើសិនណាជាអត់មែនទេយើងចុចកន្លែងពាក្យ search មកបាទ search មកយើងវាយពាក្យថាអង្គទីវាចេញមកប៉ុណ្ណេះយើងវាយតែប៉ុណ្ណេះវាចេញហើយបាទយើងចេញមកអញ្ចឹងយើងមើលក្នុងនេះបាទយើងមើលសិនណាមើលតន់ណាបាទយើងចុចអានេះមកបើសិនណាជាកម្មវិធីទាំងអស់ហ្នឹងវាអត់ចេញដូចចេះទេបានន័យថាវាមានមេរោគផ្សេងដូចជាអាវ៉ាឬក៏360ឬក៏ ERA បាទវាមានអក្សរ A RW បាទ RAW អាហ្នឹងក៏ជាមេរោគដែរអញ្ចឹងខ្ញុំនិយាយតែពីកម្មវិធីដែលយើងនិយាយនៅលើ Windows បាទយើងចុចកន្លែងនេះមកបាទអាកន្លែងនេះបើសិនណាជាវា on ណាបាទយើងបាត់ទាំងអស់មកអានេះជាកម្មវិធីចាត់មេរោគដើម្បីឲ្យវា scan ចាប់ណាអញ្ចឹងភាគច្រើន ZXW យើង3.35 នេះដូចជាឃើញមេរោគចាប់ស៊ីច្រើនហើយភាគច្រើនទៅលើ Windows 11 ហើយ Windows 10 Pro ហ្នឹងមិនសូវជាប្រមាណទេបាទបើសិនណាជាឃើញ on ដូចនេះហើយយើងចុចបិទទាំងអស់មកណាបាទចុចបិទវាទាំងអស់មកបាទចុចបិទវាទាំងអស់ហើយបន្ទាប់មកយើងទៅ extract file សារថ្មីបាទអា file ដែលយើង download បាននេះណាបើសិនណាជាយើងបាត់ file នឹងដែរយើងកុំលុបឲ្យសោះនៅពេលដែលខ្ញុំ down ឲ្យភាគច្រើនគឺខ្ញុំទុក file ហ្នឹងហើយបាទអញ្ចឹងយើងកុំលុបឲ្យសោះបើសិនណាជាយើងច្រឡំដៃលុបយើងចូលមក browser មកចូលមក browser មកយើងវាយពាក្យថា ZXW វាមានពាក្យ download នេះណាបាទអញ្ចឹងយើងយកអាមួយនេះយើងយកអាមួយនេះមកកុំយកលើយកផ្សេងយកនេះមកបាទបន្ទាប់មកវាចេញដូច្នេះហើយយើងយកពាក្យថា download វាមាន link ពីមុនវាឲ្យយើង down នៅលើនេះស្រួល down ទេតែឥឡូវហ្នឹង down អត់បានទេវាឲ្យយើងតែ connect ជាមួយនឹង Microsoft មានអីច្រើនទៀតអូមកថាយើងចុច down អញ្ចឹងចុច down ដូចងាយបានតែឥឡូវពីមុន down បានបាទយើងចេញទៅគឺអត់ចេញទេបាទឲ្យយើង down ទេបាទអញ្ចឹងបើសិនណាជាអត់ឲ្យ down យើងកុំប្រើហ្នឹងយើងប្រើ link ទី2វិញបើឲ្យអាទី1ហ្នឹងក៏ down បានក៏ down ទៅតែបើ down អត់បានទេយើងប្រើ link ទី2អញ្ចឹងណាបាទយើងបិទមកយើងប្រើ link ទី2នេះlink ទី2វាចេញដូច្នេះយើងចុចកន្លែងនេះមកបាទចុចកន្លែងនេះហើយយើងចុច submit វាចេញដូច្នេះយើងចុចពាក្យថា download បាទពេល download បើសិនណាជាវាចេញដូច្នេះយើងខ្វែងចោលមកចាំបានថាវាអត់ឃើញ down ទេអញ្ចឹងយើងចុចម្ដងទៀតបាទចុចម្ដងទៀតគឺវា alert មកឲ្យ down នេះអ្នកដែលសម្រាប់ដែលខ្ញុំប្រើ IDM អញ្ចឹងណាខ្ញុំប្រើ IDM វាចេញដូច្នេះអ្នកខ្លះប្រើកម្មវិធី free អីផ្សេងទៀតបើសិនណាជា IDM ហ្នឹងវាផុត license បើសិនណាយើងអត់ full អានេះយើង down ចោលមកបាទយើងលាក់ទុកបើសិនណាជាអត់មាន IDM ទេវាមានកន្លែងនេះបាទយើង down ទៅវាមានផ្សេងទៀតអញ្ចឹងបើសិនណាជា IDM នឹងវា expire អ្នកទាំងអស់គ្នាអាចចូលក្នុងនេះបានហើយ remove ពីក្រុមនឹងចេញមក remove ចេញទៅបានថាវា down ធម្មតាហើយតែបើ IDM នឹងវាអត់ expire ទេគឺវាប្រើបានធម្មតាគឺវា down ឲ្យហើយតែបើ down អត់បានមិនថាកម្មវិធីផ្សេងទេគឺយើងអាចធ្វើការ remove វាចោលអញ្ចឹងណាបាទនេះយើងនិយាយពីការ download បាទឥឡូវយើង download ហើយតែយើងចាំបន្តិចមកឥឡូវឧទាហរណ៍ថាយើង down ហើយអានេះខ្ញុំបិទចោលព្រោះសារមានហើយស្រេចហើយបាទចឹងក្នុងការ download ដល់អ្នកគ្នាយកមកថាយើងដាក់លើ desktop អញ្ចឹងយើងត្រូវតែកុំព្យូទ័រយើងត្រូវមាន 3D មានអីអញ្ចឹងបើមាន 3D យើង copy ដាក់ក្នុង 3D អីមកបាទឥឡូវឧទាហរណ៍ថាយើង copy 3D មកឬក៏អ្នកទាំងអស់គ្នាចង់ដាក់ក្នុងតារាក៏បានដែរតែដាក់ 3C ការពារខ្លាចទៅពេលជួស Windows ទៅវាបាត់ឥឡូវឧទាហរណ៍ខ្ញុំដាក់ក្នុង 3D ចុះបាទអញ្ចឹងក្នុងករណីមួយដែលយើង extract វាចេញបាទយើងចុចម៉ៅស្ដាំហើយវាមានពាក្យថា extract file បើអ្នកប្រើ WinRAR តែបើអ្នកប្រើ 7zip យើងយកដូចគ្នាមកគឺ extract file ដូចគ្នាបាទប្រើមួយណាក៏បានដែរឲ្យតែមានបាទអញ្ចឹងយើងអូខេមកអូខេយើងចុចចូលមកក្នុងនេះអញ្ចឹងយើងមើលកន្លែងនេះ ZXW soft 3.35 បាទអញ្ចឹងយើងក៏ម៉ៅស្ដាំហើយរកពាក្យថា send to មក desktop នឹងសម្រាប់យើងស្រួលបើកលើ desktop អញ្ចឹងណាតែបើអ្នកទាំងអស់គ្នាអត់ចង់ប្រើពាក្យ send to ទេយើងចុចបើកធម្មតាមកពេលក្នុង 3D ចូលមកបើកមកបាទបើកមកហើយបើសិនណាអ្នកឆ្លាតគេរាវាចោលមួយមកបាទយើងរាវាចោលមួយមកវារា file ហ្នឹងណាព្រោះវាបាត់ស៊ីតា file ហ្នឹងឯងខែហ្នឹងវាអត់បាត់ទេឥឡូវទៅឲ្យយើងបើកនេះមកបាទយើងបើកធម្មតាមកសម្រាប់អ្នកដែលអត់សូវចេះបាទឥឡូវ
ក្នុងវីដេអូមុនខ្ញុំបញ្យល់តែគាត់នៅតែដដែលបាទក្នុងការរើសភាសាយើងរើសនេះមកបាទយកហុងកុងអានេះយើងរើសយកអង់គ្លេសមកបាទអូខេមកបាទអូខេអានេះដោយសារ ZW នេះខ្ញុំមាន user ស្រេចឲ្យតាមពិតបាទត្រូវទៀមទាយទេនៅពេលដែលអ្នកទាំងអស់គ្នាធ្វើក៏ដូចគ្នាដែរបាទយើងអូខេមកជាស្រ័យអ្នកសារស្អកកបន្តិចបដាសាយតែឃើញមិត្តជាងយើងជួបច្រើនតកតងជាមួយនឹងការបាត់វិនរាហ្នឹងណាបាត់ ZW ហ្នឹងបាទបើសិនណាជាក្នុងកន្លោហ្នឹងវាចេះអក្សរចិនទាំងអស់យើងចូលមកកន្លែង setting នេះអក្សរ T នេះហ៎បាទអក្សរ T នេះយើងយកពាក្យអក្សរ S នេះអញ្ចឹងវាឲ្យយើងរើសធម្មតាអញ្ចឹងចុចអូខេតែប៉ុណ្្នឹងទៅបានហើយបាទតែប៉ុណ្្នឹងគឺហើយសម្រាប់ការដែលបាត់ណាបាទអត់ថាយើងប្រើសុកបាទយើងប្រើសុកសិបាត់អានេះភាគច្រើនយើងបាត់អានេះមែនទេយើងបាត់ឧទាហរណ៍យើងបាត់ណាអានេះក៏បាត់ដែរមិនបាត់តែប៉ុណ្្នឹងឯងយើងបាត់ដែរអញ្ចឹងទី1បើសិនណាជាយើងអត់បានសៀបខ្វាល់វាទុកទេអញ្ចឹងយើងគ្រាន់តែយកហ្វាល់នេះហ្វាល់ដើមរបស់វាដែលខ្ញុំធ្វើនេះណាតែយើង download មុនហ្នឹងយើងគ្រាន់តែចេញប៉ុណ្ណេះមកចុចមកស្ដាំហើយយកទៅថា extract file យើងអូខេបន្ទាប់មកយើងយក yes to all បាទតែប៉ុណ្ណឹងបានថាគឺវាមានហើយវាមាន file ដើមមកវិញសម្រាប់យើងប្រើវិញណាអញ្ចឹងយើងអាច send to មកវិញមកឬក៏យើងបើកក្នុងហ្នឹងក៏បានដែរបាទលក្ខខណ្ឌមួយដែលយើងអត់បានស៊ីបទុកតែឧបមាថានេះវាបាត់អានេះវាបាត់អញ្ចឹងណាបើសិនណាយើងស៊ីបទុកបាទលើងាយទេវាស៊ីបទុកអានេះយើងគាត់ extract អាមាញ់មកប៉ុន្តែយើងយក extract here មកបាទអញ្ចឹងបានថានេះវាមកវិញហើយភាគច្រើន Fara គឺវាអត់ស៊ីទេ Fara 10ក៏ដោយ Fara 70ក៏ដោយ Fara ក៏ដោយមិនរកស៊ីទេវាស៊ីតែ Fara យើង extract ចេញមកទេអញ្ចឹងអាផ្សេងទៀតនេះគឺវាអត់ចាំបាច់ទេវាចាំបាច់តែមួយនេះឯងដែល Fara សម្រាប់បើកវាអញ្ចឹងយើងអាចបើកវាពលាចេញមកក្រៅបានធម្មតាហើយយើងប្រើធម្មតាទៅបានអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់អ្នកដែល active ZW ហើយបាត់ File នៅលើ desktop ដែលมันបានឃើញអញ្ចឹងយើងមើលវីដេអូនេះហើយសង្ឃឹមថាអ្នកនរគ្នានឹងយល់បាទនឹងយល់ណាបាទនេះយើងធ្វើដូចតកដាយទេបើសិនណាវាបាត់យើង extract ថ្មីអញ្ចឹងបាទទាមទារ user password អីទៀតទេគឺយើងអាច login ចូលប្រើធម្មតាទេបាទសង្ឃឹមថាអ្នកនរគ្នានឹងយល់ពីអ្វីដែលខ្ញុំបាននិយាយនេះហើយព្យាយាមយកចិត្តទុកដាក់បាទអាហ្នឹងវាជាការងារមួយដែលយើងគួរតែចេះបាទព្រោះពេលខ្លះខ្ញុំអត់នៅមកកុំព្យូទ័រជាប់ទេអញ្ចឹងខ្ញុំអាចនៅក្រៅអីអញ្ចឹងវាខាតការងារយើងតែបើយើងចេះគឺងាយស្រួលបំផុតយើងគ្រាន់តែ download file ឬ extract file បញ្ជាន់លើអាចាស់ហ្នឹងមកគឺយើងអាចប្រើបានធម្មតាជាមួយនឹងការងាររបស់យើងយ៉ាងរលូនមិនចាំបាច់ឲ្យខ្ញុំជួយឬធ្វើទេបើសិនណាជាយើងមិនចេះអាហ្នឹងយើងជារឿងផ្សេងបាទអានេះបាទថាដោយសារ file នេះវា expire ហើយ account នេះវា expire account នេះវាផុត expire នៅ account នេះបាទអញ្ចឹងវាបើកអត់ចាញ់ទេអញ្ចឹងបើ account ធម្មតាគឺបើកចាញ់ដែរបាទអរគុណច្រើនសម្រាប់ការតាមដានទស្សនានៃវីដេអូនេះសង្ឃឹមថាបងប្អូននឹងយល់ហើយនឹងធ្វើតាមហើយនឹងជោគជ័យក្នុងការងារទាំងអស់គ្នាបាទជូនពរឆ្នាំថ្មីហេងៗបាទ